សួស្តីអ្នកទាំងអស់គ្នាចាថ្ងៃនេះផងដែរយកសម្លៀកបំពាក់ដែលបានបោករួចហ្នឹងយកមកអ៊ុតចេញម្ដងដោយសារតែខ្ញុំនឹងខានអ៊ុតសម្លៀកបំពាក់រយៈពេល3ទៅ4ខែហើយចាបងប្អូននៅក្នុងប្រទេសជប៉ុនយើងជាបុគ្គលិកមួយរូបដឹងគេមើលអីសំខាន់អត់នៅពេលដែលជួបយើងចាទី1គឺមើលទៅលើ uniform របស់យើងការស្លៀកពាក់របស់យើងនៅពេលដែលយើងស្លៀកពាក់មើលទៅរញ៉េរញ៉ៃធំក្លិនសម្លៀកបំពាក់មើលទៅមិនសមរម្យគឺគេឆាប់វាយតម្លៃខ្លាំងតែមែនតែនចាអញ្ចឹងក្នុងនាមខ្ញុំជាបុគ្គលិកមួយរូបហើយសម្រាប់ការងារខ្ញុំហ្នឹងគឺតែងតែទៅជួបតកែហ្នឹងជារៀងរាល់ថ្ងៃរាល់ខែអញ្ចឹងតកែនីមួយៗហ្នឹងគឺខ្ញុំតែងតែជួបទៅផ្លាស់ប្ដូរនិយាយទៅតកែទៅជួបក្រុមហ៊ុនមួយគឺតកែមួយក្រុមហ៊ុនមួយគឺតកែមួយចាអញ្ចឹងជារៀងរាល់ខែហ្នឹងគឺខ្ញុំតែងតែជួបពួកគាត់ក្នុងមួយខែម្ដងអញ្ចឹងណាអញ្ចឹងតកតងជាមួយសម្លៀកបំពាក់របស់ខ្ញុំក៏ខ្ញុំមានការប្រុងប្រយ័ត្នដែរអញ្ចឹងណាតកតងមួយការស្លៀកពាក់គឺគេឆាប់វាយតម្លៃណានៅពេលដែលយើងស្លៀកពាក់មើលទៅរញ៉េរញ៉ៃក្លិនខ្លួនយើងមើលទៅស្អុយឬក៏មិនអីគឺឆាប់វាយតម្លៃខ្លាំងតែមែនតែនចាហ្នឹងហើយអញ្ចឹងថ្ងៃនេះផងដែរក៏ខ្ញុំមានជំនួយការស្រីម្នាក់ដែរក៏เลยគាត់មកជួយអ៊ុតសម្លៀកបំពាក់ខ្ញុំដោយសារតែសម្លៀកបំពាក់ខោអាវធ្វើការខ្ញុំហ្នឹងវាច្រើនតែមែនតែនអញ្ចឹងខ្ញុំប្រាប់គាត់ថាខ្ញុំអ៊ុតម្នាក់ឯងអត់អស់ឲ្យមកជួយអ៊ុតខ្ញុំតិចមកឥឡូវគាត់មកជួយអ៊ុតសម្លៀកបំពាក់របស់ខ្ញុំចាអញ្ចឹងខ្ញុំអត់មានអីទេបងប្អូនចាយើងក្នុងនាមយើងជាបុគ្គលិកក្រុមហ៊ុនមួយរូបយើងត្រូវតែស្លៀកពាក់ធ្វើម៉េចឲ្យសមរម្យថ្លៃថ្នូរឲ្យមើលទៅចុះចំណោមគេចុះអញ្ចឹងណាចាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ